Namo mô tassa ភិក្ខវៈតោអរហតោសម្មាសម្ពុទ្ធស្សៈនមោតស្សៈភិក្ខវៈតោអរហតោសម្មាសម្ពុទ្ធស្សៈនមោតស្សៈភិក្ខវៈតោអរហតោសម្មាសម្ពុទ្ធស្សៈជាបឋមទូលបង្គំខ្ញុំប្រកាសណាសូមក្រាបថ្វាយបង្គំចំពោះប្រជុំ3នៃព្រះត្រៃរតន៍សូមនមស្ការកណាលោកម្ចាស់គ្រប់ព្រះអង្គនិងសូមចម្រើនពរញាតិញោមពុទ្ធបរិស័ទទាំងអស់គ្នានៅក្នុងពេលនេះវេលានេះម៉ោងនេះគឺខ្ញុំបកណាធម៌ភាពបាននិមន្តមកក៏ដូចជាធ្វើការចែកជូនជាធម្មទានដល់ញាតិញោមពុទ្ធបរិស័ទទាំងអស់គ្នានៅក្នុងបណ្ដាញសង្គមប្រព័ន្ធ social media YouTube ដូច្នេះហើយដូចខ្ញុំកណ្ណាធម៌ភាពបានពន្យល់បង្ហាញញាតិញោមកន្លងមកចឹងឯងថាដោយសារតែប្រព័ន្ធ storage ទិន្នន័យហ្នឹងវាផ្ទុកបានតិចពេកអញ្ចឹងមិនអាចសម្រាប់សម្ដែងចែកជូននឹងបានច្រើនទេប៉ុន្តែទោះបីជាយ៉ាងណាក៏នៅតែបន្តការព្យាយាមហើយចែកជូនជាធម្មទានឲ្យញាតិញោមបានយល់បានដឹងខ្លះៗអំពីជីវិតប្រចាំថ្ងៃពធផងដែរហើយសូមឱកាសអំពីកណ្ណាលោកម្ចាស់គ្រប់ព្រះអង្គក៏ដូចជាញាតិញោមទាំងអស់គ្នាដើម្បីសម្ដែងពន្យល់ខ្លះៗទាក់ទងជាមួយនឹងជីវិតអ្នកបួសប្រចាំថ្ងៃអញ្ចឹងនៅក្នុងអត្ថបទនៅក្នុងថ្ងៃនេះខ្ញុំកណ្ណាធម៌ភាពសូមលើកយកមកនិយាយទាក់ទងជាមួយនឹងជីវិតអ្នកបួសតើពិតជាស្រួលដោយការគិតរបស់ញាតិញោមពុទ្ធបរិស័ទដែរឬទេអញ្ចឹងនៅក្នុងនៅពេលសង្គមបច្ចុប្បន្ននេះយើងឃើញថាទាំងអាណាចក្រក៏ដោយទាំងផ្នែកពុទ្ធចក្រក៏ដោយយើងឃើញមានការរីកចម្រើនសុសសាយមានការផ្សព្វផ្សាយទូលំទូលាយជាងមុនក៏ប៉ុន្តែសួរថាឲ្យមានភាពយល់ច្រឡំឲ្យមានភាពច្បាស់លាស់ឲ្យបែងចែកឲ្យថារវាងអាណាចក្រនិងពុទ្ធចក្រនឹងអាចខ្វះគ្នាបានគឺវាមិនអាចនោះទេហើយមួយវិញទៀតនឹងនិយាយអំពីជីវិតអ្នកបួសបើយើងប្រៀបធៀបទៅលើរាល់ថ្ងៃនេះព្រោះថាជីវិតអ្នកបួសនេះគឺរមែងតែងតែទទួលរងនៅការបៀតបៀនពីបុគ្គលអសប្បុរសដែលន័យថាពីបុគ្គលដែលជាអ្នកដែលមិនមានសទ្ធាជ្រះថ្លានៅក្នុងការបំពេញទាននេះអញ្ចឹងតួនៃតម្លៃនៅក្នុងពុទ្ធសាសនាវាអត់អាស្រ័យរីកចម្រើនបានទៅលើបុគ្គលដែលជាអ្នកមិនមានសទ្ធាជ្រះថ្លាហើយនិយាយបៀតបៀនដើម្បីបង្កើតបុគ្គលនោះទេអញ្ចឹងបុគ្គលខ្លះមិនមែនគាត់អត់ចំណេះដឹងទេគាត់មានចំណេះដឹងគាត់មានបញ្ញានឹងរៀននឹងការសិក្សារៀនសូត្របើនិយាយពីកម្រិតនៃសញ្ញាបត្រវិញគឺមានច្រើនខ្លាំងណាស់មានដល់អ្នកខ្លះមានដល់ទៅបណ្ឌិតក្រោយបណ្ឌិតអីប៉ុន្តែបើយើងប្រៀបធៀបទៅលើចំណេះដឹងដែលគាត់យកមកនិយាយគឺថាហាក់បីដូចជាគាត់នឹងមានចំណេះដឹងតិចខ្លាំងមែនតើមូលហេតុអីបានជាខ្ញុំកណ្ណាធម៌ភាពលើកឡើងបែបនេះព្រោះជាធម្មតាគាត់ជាបុគ្គលដែលពុទ្ធជនធម្មតាគាត់មិនមានសិលនៅក្នុងខ្លួនទេប៉ុន្តែគាត់មិនជ្រះថ្លាហើយគាត់ហាក់បីដូចជាបៀតបៀនហាក់បីដូចជានិយាយដើម្បីបង្កាច់បង្ខូចអំពីពុទ្ធសាសនាអំពីអ្នកបួសនៅពេលបច្ចុប្បន្ននេះទោះបីជាអ្នកបួសនៅពេលបច្ចុប្បន្ននេះមិនប្រាថ្នាលោកុត្តរៈច្រើនក៏ដោយ
ក៏ប៉ុន្តែយើងយល់អំពីបរិបទសង្គមនៅពេលបច្ចុប្បន្ននេះសិនថាតើសង្គមមួយនឹងយើងទាមទារអ្វីដើម្បីឲ្យមានការរីកចម្រើនដើម្បីឲ្យមានការសុខសន្តិភាពនិងសម្បូរធនធានមនុស្សអញ្ចឹងយើងអត់ត្រូវការដែលប្រសងណាប់ហើយបួសហើយមិនរៀនសូត្រនោះទេនៅពេលបច្ចុប្បន្ននេះគឺយើងឃើញមានការបើកពុទ្ធកៈកម្រិតបឋមសិក្សារហូតដល់អនុវិទ្យាល័យហៅថាបឋមភូមិហ្នឹងគឺមានតាំងពីថ្នាក់ខេត្តរហូតដល់ថ្នាក់រាជធានីគឺមានច្រើនខ្លាំងណាស់ប៉ុន្តែបើយើងនិយាយអំពីការដែលញាតិញោមពុទ្ធបរិស័ទដែលគាត់បានយល់ដឹងអំពីថាតើប្រសងដែលលោកបួសរាល់ថ្ងៃហ្នឹងលោកបានសិក្សារៀនសូត្រអំពីមុខវិជ្ជាទូទៅដោយអាណាចក្រអត់អីហ្នឹងគឺហាក់បីដូចជាមិនមានភាពទូលំទូលាយទេហាក់បីដូចជាមានភាពចង្អៀតចង្អល់ទៅវិញហាក់បីដូចជាត្រូវបានមើលរំលងចំណុចនេះផងដែរខ្ញុំកណាសមាភិបសូមលើកឡើងថានេះមិនមែនជាចំណុចខ្សោយនៃពុទ្ធសាសនាដែលពុទ្ធសាសនាមិនដឹកនាំមិនធ្វើនោះទេប៉ុន្តែចំណុចដែលខ្សោយនៅក្នុងចំណុចនេះគឺសំដៅទៅលើថាខ្វះការផ្សព្វផ្សាយពីពុទ្ធបរិស័ទមូលហេតុអីបានស្មានៅតែលើកឡើងនិយាយបែបហ្នឹងព្រោះថានៅពេលបច្ចុប្បន្ននេះពុទ្ធបរិស័ទគាត់អត់បានចូលរួមនៅក្នុងការផ្សព្វផ្សាយឲ្យយល់ដឹងអំពីថាតើប្រសងដែលលោកបួសហើយនេះលោកសិក្សាទៅលើអ្វីលោកបានរៀនសូត្រទៅលើអ្វីគឺហាក់បីដូចជាពុំសូវមានការផ្សព្វផ្សាយឲ្យទូលំទូលាយនោះទេបើយើងប្រៀបធៀបទៅលើការផ្សព្វផ្សាយប្រព័ន្ធពាណិជ្ជកម្មផ្សព្វផ្សាយស្រាបៀរផ្សព្វផ្សាយល្បែងហ្គេមផ្សេងគឺព្រះពុទ្ធសាសនានេះវិស័យដែលប្រសងសិក្សារៀនសូត្រនៅក្នុងពុទ្ធកៈនេះគឺមានសភាវៈនឹងគឺទៀបខ្លាំងទៀបខ្លាំងតែមែនតើបើយើងប្រៀបធៀបទៅនឹងការផ្សព្វផ្សាយល្បែងអំពើពាលាផ្សេងនេះខ្ញុំឃើញហើយនៅក្នុងខេត្តនីមួយនៅក្នុងប្រទេសកម្ពុជារបស់យើងហាក់បីដូចជាទីកន្លែងណាក៏ដូចទីកន្លែងណាដែរការផ្សព្វផ្សាយអំពីពុទ្ធសាសនានេះផ្សព្វផ្សាយអំពីប្រសងសិក្សារៀនសូត្រនេះហាក់បីដូចជាមានតិចខ្លាំងណាស់គ្រប់ទាំងពាណិជ្ជកម្មឥតមានការដាក់ផ្សព្វផ្សាយអំពីពុទ្ធសាសនាទេអំពីពុទ្ធអាវាទនៃព្រះសម្មាសម្ពុទ្ធទេគឺហាក់បីដូចជាទៅផ្សព្វផ្សាយល្បែងពាលានោះទៅវិញទេដូច្នេះហើយវិស័យពុទ្ធកៈដែលអ្នកបួសហើយរៀនសូត្ររាល់ថ្ងៃនេះហើយញាតិញោមមិនបានដឹងថាប្រសងរាល់ថ្ងៃបួសហើយបានរៀនសូត្រនោះគឺមានតិចខ្លាំងមែនតើព្រោះរាល់ថ្ងៃនេះយើងពុទ្ធបរិស័ទបានត្រឹមមួយចំនួនបានត្រឹមដឹងថាប្រសងដែលលោកបួសហើយនឹងគ្មានធ្វើអីទេក្រៅពីសឹងឆាន់ព្រោះអីចាំតែពុទ្ធបរិស័ទនឹងគេយកចង្ហាន់មកប្រគេននៅក្នុងវត្តតែគ្មានធ្វើអីទេប៉ុន្តែយើងហាក់បីដូចជាមិនបានដឹងយ៉ាងណាមិនបានដឹងអំពីព្រះវិន័យរបស់ព្រះសម្មាសម្ពុទ្ធផងហើយបើយើងនិយាយថ្មចង់លើកដែលឆ្ងាយទេប៉ុន្តែថ្មចង់លើកបៀតឲ្យងាយយល់ថាយើងមិនអោយតម្លៃធនធានមនុស្សយើងមិនអោយតម្លៃជនជាតិខ្មែរគ្នាឯងទេបាទមូលហេតុអីបានថ្មនិយាយថាមិនអោយតម្លៃជនជាតិខ្មែរគ្នាឯងព្រោះអ្នកបួសនៅក្នុងពុទ្ធសាសនានៅពេលបច្ចុប្បន្ននេះមិនមានកូនចិនកូនយួនណាគេមកបួសទេគឺមានតែប្រសងដែលជាកូនខ្មែរនឹងឯងជាជនជាតិខ្មែរនឹងឯងដែលជីវភាពគ្រួសារពុំសូវធូរធារទៅលោកមានតែពឹង
ពុទ្ធសាសនានឹងឯងមានបានសាលាសិក្សារៀនសូត្របើយើងប្រៀបធៀបទៅនឹងប្រទេសជិតខាងរបស់យើងវិញប្រទេសដែលកាន់ពុទ្ធសាសនាដូចគ្នាប៉ុន្តែប្រទេសគេហាក់បីដូចជាមានសន្ទុះនៃការគោរពបដិបត្តិពុទ្ធសាសនានឹងខ្លាំងជាងការយល់ដឹងអំពីពុទ្ធសាសនានឹងជ្រៅជាងយើងឆ្ងាយខ្លាំងណាស់មូលហេតុអីបើយើងប្រៀបធៀបទៅលើប្រទេសជិតខាងរបស់យើងគេផ្សព្វផ្សាយអំពីពុទ្ធសាសនានឹងខ្លាំងណាស់មូលហេតុអីយើងឆ្ងល់ថាចំពុទ្ធសាសនាគ្រាន់តែជាសាសនាធម្មតាហេតុអីចាំបាច់ត្រូវលើកដង្កើងរហូតដល់ផ្សព្វផ្សាយអីណាទលំទលាយទូទាំងប្រទេសយើងត្រូវមកងាកមកយល់វិញបន្តិចថាយើងពុទ្ធសាសនារបស់យើងជាសាសនារបស់រដ្ឋអញ្ចឹងបើរដ្ឋនឹងមិនខ្វល់ខ្វាយបើរដ្ឋនឹងមិនជួយលើកតម្កើងបើរដ្ឋនឹងមិនឲ្យតម្លៃតើឲ្យរដ្ឋដទៃណាមួយដែលគេឲ្យតម្លៃយើងតើយើងយកពុទ្ធសាសនាគ្រាន់តែដើម្បីយកមកដាក់តាំងបង្ហាញឲ្យគេស្ងើចគេសរសើរថាតើប្រទេសយើងពិតជាបានកាន់គោរពបដិបត្តិពុទ្ធសាសនាមែនឬយ៉ាងណាឬមួយយើងយកពុទ្ធសាសនាដើម្បីគ្រាន់តែជាឈ្មោះមួយបង្ក្រប់កិច្ចថាអូប្រទេសខ្ញុំគ្រាន់តែជាគោរពពុទ្ធសាសនាអញ្ចឹងអាហ្នឹងយើងត្រូវវិភាគមើលយើងត្រូវគិតហើយយើងត្រូវយល់អំពីតាក់ទងជាមួយនឹងកន្លែងហ្នឹងឲ្យច្បាស់ប៉ុណ្ណាថាពុទ្ធសាសនាដើរតួនាទីសំខាន់ប៉ុណ្ណាយើងមិនអាចបែងចែកដាច់នៅពេលបច្ចុប្បន្ននេះរវាងបើយើងប្រៀបធៀបទៅលើការប្រើប្រាស់រវាងភាសាក៏ដោយរវាងការប្រើប្រាស់អក្ខរាវិរុទ្ធក៏ដោយយើងមិនអាចបែងចែកដាច់រវាងពុទ្ធសាសនានេះបាននោះទេហេតុអីប្រទេសយើងមានឥទ្ធិពលសាសនានេះមកតាំងពីបុរាណកាលហើយមិនថាផ្នែកអាណាចក្រក៏ដោយពុទ្ធចក្រក៏ដោយគឺសុទ្ធតែត្រូវការប្រើប្រាស់ភាសាបាលីនិងសំស្ក្រឹតរាល់ថ្ងៃនេះយើងអត់ដែលដឹងថាយើងកំពុងតែប្រើប្រាស់ភាសាបាលីនិងសំស្ក្រឹតនេះខ្លាំងប៉ុណ្ណាទេទោះបីបច្ចេកវិទ្យាមានការរីកចម្រើនខ្លាំងប៉ុណ្ណាក៏ដោយប៉ុន្តែការប្រើប្រាស់ពាក្យការប្រើប្រាស់អក្ខរាវិរុទ្ធភាសានៃការនិយាយទំនាក់ទំនងរបស់យើងរាល់ថ្ងៃនេះយើងប្រើភាសាបាលីនិងភាសាសំស្ក្រឹតទំនាក់ទំនងគ្នាច្រើនខ្លាំងណាស់ប៉ុន្តែយើងពុំបានសិក្សាយកមកវិនិច្ឆ័យយកមកវិនិច្ឆ័យយកមកបង្ហាញក្នុងការផ្សព្វផ្សាយនឹងឲ្យទូលំទូលាយទេដូច្នេះហើយយើងយល់ឃើញថាពាក្យដែលយើងកំពុងតែនិយាយប្រើប្រាស់រាល់ថ្ងៃនេះសុទ្ធតែពាក្យខ្មែរអត់ទេយើងមានការលាយចម្រុះរវាងភាសាបាលីនិងភាសាសំស្ក្រឹតនិងភាសាខ្មែរនេះគឺមានទំនាក់ទំនងនៃការផ្សារភ្ជាប់គ្នាទៅវិញទៅមកអញ្ចឹងគឺមិនអាចខ្វះបានទេអញ្ចឹងថ្មចង់ងាកមកវិញបន្តិចទៀតថាចុះបើសិនបើយើងចង់បំបត្តិអានឹងបានអត់ថាវាអាចផងវាមិនអាចផងមូលហេតុអីព្រោះយើងប្រើបហុភាសានឹងគឺចូលគ្នាទាំង3នឹងគឺយូរឆ្នាំមកហើយដោយនៅពេលបច្ចុប្បន្នយើងមានឥទ្ធិពលទៅលើភាសាមួយទៀតគឺផ្នែកភាសាអង់គ្លេសដែលជាភាសាមួយដែលគេប្រើប្រាស់ទូទាំងសកលលោកដូច្នេះហើយយើងក៏មានការប្រើប្រាស់ភាសានឹងទន្ទឹមជាមួយនឹងគេផងដែរដូច្នេះហើយឥទ្ធិពលនៃភាសាយើងពេលខ្លះយើងមិនអាចបែងចែកដាច់ទេអញ្ចឹងយើងសួរថាចុះមកងាកមកក្រោយវិញបន្តិចសួរថាតើអ្នកបួសនៅពេលបច្ចុប្បន្ននេះតើបួសដើម្បីអីហើយមានតួនាទីអីហើយបានរៀនសិក្សារៀនសូត្រទៅលើអ្វីថ្
mà xong thì vậy tha nhận buôn thì về qua chụp bòn ấy thì mình tranh nhận buôn rồi mấy cả bộ ra một tí bắtแต่โลกบูให้โลกมันบานប្រាថ្នាដើម្បីឲ្យខ្លួនឯងរួចចាក់ទុក្ខដល់ព្រះអរិយបុគ្គលដល់ព្រះនិព្វានអីណាក៏ដោយក៏ប៉ុន្តែលោកបួសឲ្យលោកសិក្សារៀនសូត្រលោកជួយសង្គមយើងឆ្ងល់ទៀតណាលោករៀនអីទៀតទេរងថ្ងៃបួសឲ្យឃើញឆាន់តាទៀនអ្នកស្រុកតែអត់មានធ្វើអីទេឃើញដើរតែបិណ្ឌបាតសុំទានគេរាល់ថ្ងៃវាពុតហើយសម្រាប់បុគ្គលដែលជាអសប្បុរសទាំងឡាយដែលមិនមានទេជ្រះថ្លានៅក្នុងពុទ្ធសាសនាប្រកាសហើយដែលបុគ្គលទាំងអស់នឹងមើលឃើញបែបនេះប៉ុន្តែសម្រាប់វិន័យរបស់អ្នកបួសវិញគឺអត់ទេអ្នកបួសនៅពេលបច្ចុប្បន្ននេះគឺមានភារកិច្ចច្រើនខ្លាំងណាស់បើយើងប្រៀបធៀបទៅលើអតីតកាលអ្នកបួសកាលពីអតីតកាលសម័យពុទ្ធកាលគឺលោកបួសហើយលោកមិនបានប្រាថ្នាដើម្បីលាចាកសិក្ខាមកវិញទេភាគច្រើនគឺលោកប្រាថ្នាដើម្បីលោកកតរៈប៉ុន្តែអ្នកបួសនៅពេលបច្ចុប្បន្ននេះលោកបួសហើយលោកក្រៅពីជួយខ្លួនឯងហើយលោកជួយទៅលើសង្គមផងដែរកាលណាដែលមានធនធានមនុស្សសង្គមមួយដែលត្រូវការរីកចម្រើនបានដោយសារតែមានធនធានមនុស្សអញ្ចឹងធនធានមនុស្សនោះយើងអត់សំដៅចេញទៅលើពីណាមកទេគឺយើងសំដៅទៅលើថាតើមានចំណេះមានជំនាញអាចជួយសង្គមនឹងបានអត់អញ្ចឹងអាត្មាបញ្យល់ញាតិញោមបន្តិចទៅទាក់ទងជាមួយនឹងការសិក្សារៀនសូត្ររបស់ព្រះសង្ឃនៅពេលសប្តាហ៍ថ្ងៃនេះអញ្ចឹងព្រះសង្ឃនៅពេលសប្តាហ៍ថ្ងៃនេះលោកបួសហើយគឺលោកសិក្សារៀនសូត្រដោយតែកូនរបស់ញាតិញោមដែលរៀននៅខាងអាណាចក្រដែរទេប៉ុន្តែសួរថាតើរវាងអាណាចក្រនិងពុទ្ធចក្រហ្នឹងមួយណាមុខវិជ្ជាច្រើនជាងអាណាចក្រមិនអាចប្រៀបធៀបរួចទៅនឹងមុខវិជ្ជារបស់ពុទ្ធកៈបានទេពុទ្ធកៈនឹងសំដៅទៅលើថាព្រះសង្ឃលោកសិក្សារៀនសូត្រនៅក្នុងវត្តនឹងឯងមូលហេតុអីព្រោះអាណាចក្រញាតិញោមត្រូវយល់អំពីប្រវត្តិរបស់អាណាចក្រទៀតសាលាខាងក្រៅណាសាលារដ្ឋដែលកូនញាតិញោមរៀនរាល់ថ្ងៃនេះហៅថាអាណាចក្រអញ្ចឹងសាលាអាណាចក្រនឹងកើតចេញពីសាលាពុទ្ធកៈនឹងឯងកើតចេញពីសាលាវត្តនឹងឯងប៉ុន្តែគ្រាន់តែថាសម័យកាលក្រោយមកទៀតមកយើងមានការបំបែកជាពីរដើម្បីអីដើម្បីឲ្យមនុស្សទូទៅនឹងគឺបានសិក្សារៀនសូត្រដោយងាយស្រួលអីចឹងទៅពីបុរាណកាលមកគឺថាខ្មែរយើងគឺអត់មានសាលាអាណាចក្រទេបើចង់ចេះចង់មានចំណេះមានជំនាញកូនប្រុសគឺត្រូវតែទៅនៅវត្តទៅរៀនសូត្រពីវត្តអានេះសម្រាប់កូនពុទ្ធជនកូនជាពុទ្ធបរិស័ទធម្មតាប៉ុន្តែកូនអ្នកដែលមានតួនាទីឋានៈដូចជាមន្ត្រីរាជការកហបតីផ្សេងកូនខ្សែរាជវង្សអីគឺអានឹងសិក្សានៅក្នុងរាជវាំងនឹងថ្មនិយាយឲ្យញាតិញោមដឹងប៉ុន្តែបើយើងប្រៀបធៀបនៅពេលបច្ចុប្បន្ននេះកូនអ្នកបួសកូនដែលមកបួសនៅក្នុងពុទ្ធសាសនានៅពេលបច្ចុប្បន្ននេះគឺមានតែកូនវិជាពុទ្ធបរិស័ទកសិករក្រីក្រធម្មតាទេកូនកហបតីនិងមន្តសពមុខមន្ត្រីនឹងគេមិនមកបួសទេព្រោះអីអ្នកបួសនេះជាអ្នកដែលវេទនីអ្នកបួសនេះគឺជាអ្នកដែលក្រលែមហាមមិនអ្នកមានទេអ្នកបួសនេះមិនមែនជាអ្នកដែលត្រូវសបាយហឺហាលយឆាយទេរយល់អញ្ចឹងណាហើយថ្មងាកមកពុទ្ធកៈនិងអាណាចក្រវិញបន្តិចពុទ្ធកៈនិងអាណាចក្រនេះក្រោយមកទៀតក៏យើងមានការបំបែកទៅ
ពីមុនមកហ្នឹងគឺមាននៅក្នុងវត្តទេអញ្ចឹងកូនស្រីក៏ដោយកូនប្រុសក៏ដោយពីមុនមកកូនស្រីមិនសូវបានរៀនទេអញ្ចឹងតើតែមានការបំបែកបែបហ្នឹងទៅមានការសិក្សារៀនសូត្រទំនួលសួរតាមមូលហេតុអីបានពីមុនមិនសូវមានកូនស្រីសិក្សារៀនសូត្រវាដោយសារសង្គមរបស់យើងទេសង្គមរបស់យើងមិនសូវឲ្យតម្លៃទៅលើស្ត្រីអញ្ចឹងហើយមួយវិញទៀតហ្នឹងការសិក្សារៀនសូត្រហ្នឹងគឺមានតែសាលារៀនហ្នឹងគឺមានតែក្នុងវត្តទេអញ្ចឹងបើតារៀនហ្នឹងភាគច្រើនហ្នឹងគេតែងតែតេស្តដៀលថាទៅនឹងដើម្បីញ៉ែលោកទៅនឹងដើម្បីតាក់ទាញលោកគេខ្លាចអារឿងដំណើររឿងទុំទាវនឹងវាកើតឡើងអញ្ចឹងណាអញ្ចឹងទៅគេចេះអត់តេស្តដៀលយកទៅគេចេះតែមិនឲ្យកូនទៅរៀនសូត្រប៉ុន្តែអាហ្នឹងវាជាសង្គមមួយដែលយើងយល់ឃើញទេអញ្ចឹងថាចង់ឲ្យប្រជាជនរបស់យើងផ្លាស់ប្ដូរផ្នត់គំនិតនៅក្នុងការគិតបែបហ្នឹងវាមិនមែនជារឿងត្រូវទេគិតបែបហ្នឹងមិនមែនជារឿងល្អទេគឺជារឿងខុសហើយយើងចង់ឲ្យសង្គមយើងរីកចម្រើនបានយើងត្រូវយល់ថាសង្គមរបស់យើងមានធនធានមនុស្សអត់អញ្ចឹងនៅក្នុងវិស័យពុទ្ធសាសនាដូចគ្នាដែរបើចង់ឲ្យពុទ្ធបរិស័ទចង់ឲ្យពុទ្ធសាសនារីកចម្រើនបានលុះត្រាតែពុទ្ធបរិស័ទនឹងយល់ថាបើពុទ្ធបរិស័ទនឹងអត់ចេះអត់យល់ផងពុទ្ធសាសនានឹងក៏អត់រីកចម្រើនទៅមុខដូចគ្នាដែរអញ្ចឹងដើម្បីចេះបានគឺត្រូវតែសិក្សារៀនសូត្រនឹងឯងនៅក្នុងពុទ្ធសាសនាព្រះអង្គអត់បានហាមឃាត់នៅក្នុងទីវត្តអារាមលោកអត់បានហាមឃាត់មិនឲ្យទៅរៀនទេវាណាស់តែយើងមិនព្រមទៅរៀនខ្លួនឯងទេសួរថាតើពុទ្ធសាសនាមានមុខវិជ្ជាអីឲ្យរៀនខ្លះពុទ្ធសាសនាមានមុខវិជ្ជាដែលញាតិញោមមិនដែលដឹងមានច្រើនណាស់មូលហេតុអីបើប្រៀបធៀបទៅលើវិស័យពុទ្ធកៈវិញមានច្រើនមុខវិជ្ជាអាណាចក្រអត់មានអាចប្រៀបបានហើយសួរថាចុះពុទ្ធកៈនោះមានមុខវិជ្ជាដូចខាងអាណាចក្រទេវាលើសពីមានទៀតនោះវាលើសពីមានដោយអាណាចក្រទៀតកូនញាតិញោមរៀនសិក្សារៀនសូត្រមុខវិជ្ជាភាសាខ្មែរភូមិផែនដីប្រវត្តិវិទ្យារូបគីមីពុទ្ធកៈក៏រៀនដូចគ្នាដែរពុទ្ធកៈក៏រៀនមុខវិជ្ជារូបគីមីភូមិប្រវត្តិផែនដីភាសាខ្មែរដូចគ្នាដែរហើយថែមុខវិជ្ជាលើសនឹងទៀតមានដូចជាពុទ្ធសាសនាពុទ្ធវិន័យបាលីសំស្ក្រឹតអង់គ្លេសមានភាសាបារាំងចូលទៀតណាឃើញទេអញ្ចឹងបាទអាត្មាប្រាប់ថាប្រសងរាល់ថ្ងៃនេះលោកបួសឲ្យមិនមែនអង្គុយដេកចាំតែឆាន់ទៀនរបស់ញាតិញោមទេញាតិញោមមកវត្តយូរម្ដងឃើញប្រសងចាំតែគេលើកចង្ហាន់ប្រគេនត្រូវហើយព្រោះអីព្រោះញាតិញោមមកនឹងញាតិញោមមកដើម្បីបំពេញទានមកដើម្បីសន្សំកុសលអញ្ចឹងញាតិញោមប្រកាសជាញាតិញោមធ្វើទានញាតិញោមធ្វើដោយការគោរពហើយអញ្ចឹងទាននឹងមិនមែនយកចង្ហាន់ដែលញាតិញោមបរិភោគទូនឹងយកមកប្រគេនទេអញ្ចឹងប្រកាសជាប្រគេននៅទានថ្មីហើយអញ្ចឹងប្រកាសជាមានការរៀបចំទុកដាក់យ៉ាងល្អយកចិត្តខ្ពស់សម្រាប់គោរពថ្វាយដល់ព្រះភិក្ខុសង្ឃដើម្បីជាការបំពេញទានអាហ្នឹងគឺជាការបំពេញទានការធ្វើទានប៉ុន្តែយើងមិនអាចយកអារឿងនឹងយកមកនិយាយតេះដៀលថាអូប្រសងនេះបួសហើយគ្មានធ្វើអីទេចាំតែគេក្រាបលូនថ្វាយអង្គមហើយគេលើកចង្ហាន់ប្រគេនញាតិញោមមិនអាចនិយាយចឹងបានទេមូលហេតុអីបើញាតិញោមគិតថាប្រសងបួសហើយស្រួលញាតិញោមមកបួសម្ដងញាតិញោមមកបួសម្ដងចាំមើលថាតើញាតិញោមបួសបានប្រហែលខែប្រហែលឆ្នាំហើយញាតិញោមបានសិក្សារៀនសូត្រអីខ្លះតើញាតិញោមនឹងយល់អំពីទុក្ខលំបាកបែបហ្នឹងអាហ្នឹងត្រូវយល់អញ្ចឹងញាតិញោមកុំឲ្យមានចិត្តមួយថាអីប្រសងបួសហើយចាំទៅឆាន់អត់មានធ្វើអីសោះគឺអត់អញ្ចឹងទូនទីអ្នកបួសគឺមានច្រើនខ្លាំង
mình tôn tin là buôn mình tranh nhận vô và có một đồ bò trên chân cho được trăm thề thôi chẳng tôi là tin là buôn hết cứ thề bắt tay nhận vô rùa đôi ca trên chân đặt bọc một đồ bò sạch của mình có phân tay ní mình men chỉ cả chặt bằng không tha của đồ bò sạch rơi tay do chẳng hạn đồ game nét đẹp nè sạch thì chỉ đẹp thái chặt vô tờ bậc kỳ bao mình miên thì chỉ thái thấy mình không bao giờ tờ bậc kỳ thì rồi hết ấy rùa tha nét chỉ cả bấm bên nơi tiền ở sau là bọc luôn này mình chết lá mình cho mặt luôn thì tốc oi cột bò sạch môi chùm luôn thì đại kỳ cho nên chết lá kịp hơi chọc nắng thôi vậy chẳng ấy thấy xua và xong rồi ấy chẳng ta bị cao bị ca sợ xa riêng số bỏ lỗ có bạn để bật đẹp ná với cây dược vật rất nghe vậy sẽ đạt nắng cười chẳng thôi cho ngồi nhận nhôm duyên loại càng tay cho ba vì chỉ việc bỏ lại buông vào thay này rồi tê chụp tiếng xí của bỏ kê chẳng cả đại kỳ chia xa đấy kỳ có rốt kia xa đấy bên tay nóไปđại kỳ mình chia xa kỳ có vì bà hà vinh đây đòi ọt bàn vô hẹt phol trái này bị cha nắng vô một kịch vô mòn giấy vô một đó sai đi từ trên này chỉ việc là buông ra thay này cứ ra nơi đó hành đi phay ra nơi đó miền sầm piệtពីសង្គមខាងក្រៅអញ្ចឹងបើគេចេះខ្លាចអីប៉ុន្តែបើសិនបើគេមិនចេះខ្លាចគេគ្រាន់តែយករូបភាពនឹងទៅកាត់តទៅបង្ហោះទៅ AI កាន់តែដំណើរផងអីផងពេលអញ្ចឹងទៅធ្វើទៅគឺតម្លៃនៃពុទ្ធសាសនានោះទម្លាក់ចុះតម្លៃនៃពុទ្ធសាសនានោះគឺលែងមានជាប្រយោជន៍ទៀតហើយអានឹងស្មាននិយាយអញ្ចឹងឲ្យញាតិញោមយល់បានដឹងបានឃើញអញ្ចឹងកុំឲ្យមានចិត្តចង្អៀតថាអ្នកបួសនេះគឺចាំតែឆានអត់មានធ្វើអីទេអ្នកបួសនេះគឺបួសឲ្យខ្ជិលប្រសង់រាល់ថ្ងៃនេះលោកថាពីលោករៀនណាបើនិយាយពីការសិក្សារៀនសូត្ររបស់លោកវិញលោករៀនដូចតែញាតិញោមនៅរៀននៅខាងក្រៅលោករៀនពីបឋមចប់លោកត្រូវឡើងទៅអនុចប់ហើយឡើងទៅវិទ្យាល័យចប់ហើយបើលោកមានពុទ្ធបរិស័ទជួយនោះគឺលោកអាចបន្តនៅមហាវិទ្យាល័យបានឧត្តមសិក្សាបានហ្នឹងគឺអញ្ចឹងឃើញព្រះសង្ឃដើរត្រាក់គេយកចង្ហាន់មកប្រគេនដល់វត្តគឺមិនមែនលោកចាំទៅឆាន់ទេនៅតាមបណ្ដាវត្តខ្លះក៏លោកត្រូវធ្វើចង្ហាន់ដោយខ្លួនឯងដែរហើយសួរថាពាក្យមួយដែលយើងនិយាយថាលោកចាំទៅឆាន់ហ្នឹងសួរថាពាក្យហ្នឹងយើងនិយាយមកដើម្បីតែកិលេសតណ្ហាតម្រូវចិត្តរបស់យើងឬក៏យើងនិយាយដើម្បីផលប្រយោជន៍រួមបើយើងនិយាយគ្រាន់តែថាអ្នកបួសរាល់ថ្ងៃនេះចាំទៅឆាន់ដេកស៊ីរួមគ្នាធ្វើអីនិយាយបែបនេះគឺនិយាយដើម្បីតែកាមតណ្ហាចិត្តរបស់ខ្លួនឯងទេដើម្បីតម្រូវទៅចិត្តរបស់ខ្លួនឯងតែមិនបានយល់អំពីជីវិតរបស់អ្នកបួសពិតប្រាកដនោះទេអ្នកបួសពិតប្រាកដណាស្មានបញ្យល់ញាតិញោមបើនិយាយពីក្នុងវិន័យឲ្យចំទៅដល់អត់ស្រួលទេនៅក្នុងវត្តនេះគ្រាន់តែដើរឲ្យស្បង់លឿនឬភ្លុបផ្លាប់នេះមានន័យថាដើរដូចរត់ណាធ្វើឲ្យស្បង់នឹងលឿនឡើងក៏ត្រូវតោដែរតាមនេះដល់ពិខុក៏ត្រូវបាត់ឃើញទេហើយឆាន់ចង្ហាន់បើឆាន់ហើយរញ៉េគ្មាន
សម្រាប់ធ្នឹមនឹងក៏ត្រូវអាបត្តិដែរហើយបើឆានចង្ហាន់ហើយអត់អង្គុយពិចារណាអាជាទេត្រូវតោត្រូវអាបត្តិទៀតឃើញទេឆានហើយលិចបបោមាត់ដូចកូនអ្នកស្រកទូទៅត្រូវអាបត្តិត្រូវតោទៀតឃើញកន្លែងណាគេថាស្រួលនេះមិនស្រួលទេជំរះស្មាជំរះអីក្នុងវត្តហ្នឹងតបោសំអាតទីអារាមហ្នឹងត្រូវកន្លែងសត្វផ្សេងវារស់នៅអីត្រូវអាបត្តិត្រូវតោទៀតយកមើលមកស្រួលទេស្រួលខ្លាំងអត់ចឹងក៏និយាយនឹងពិចារណាខ្លួនឯងថាអ្នកបួសនេះមិនមែនឃើញលោកនិមន្តបិណ្ឌបាតហើយយើងបេះដៀលថាលោកអង្គុយចាំតែឆាន់អង្គុយចាំតែដើរបិណ្ឌបាតស៊ីដេទៅនេះការនិមន្តបិណ្ឌបាតនេះគឺជាកាតព្វកិច្ចរបស់អ្នកបួសព្រោះអ្នកបួសនេះនៅក្នុងព្រះវិន័យគឺការនិមន្តបិណ្ឌបាតនេះគឺជាវិន័យរបស់អ្នកបួសអញ្ចឹងសួរថាព្រះសង្ឃគ្រប់អង្គចង់និមន្តបិណ្ឌបាតអត់ទេប៉ុន្តែព្រះវិន័យព្រះអង្គបញ្ញត្តិអញ្ចឹងដើម្បីអីការនិមន្តបិណ្ឌបាតនេះដើម្បីឲ្យឱកាសដល់ពុទ្ធបរិស័ទដែលគាត់ជាអ្នកមានសទ្ធាជ្រះថ្លានឹងគិតរវល់កិច្ចការងារច្រើនមិនបានមកបំពេញទាននៅក្នុងទីវត្តអារាមនេះគាត់បានបំពេញទាននៅឯផ្ទះនឹងពេលសង្ឃនិមន្តបិណ្ឌបាតទេគាត់ក៏បានបំពេញទាននៅឯផ្ទះនឹងឃើញទេយើងត្រូវយល់អញ្ចឹងយើងកុំគិតថាព្រះសង្ឃរងថ្ងៃបួសហើយដេកចាំប្រឆាំងដេកចាំទៅទីយើងត្រូវមើលផងដែរថាតើលោកបួសហើយលោកសិក្សារៀនសូត្រអត់ឬក៏លោកបួសហើយមិនបានសិក្សារៀនសូត្របើលោកបួសហើយមិនបានសិក្សារៀនសូត្រអាហ្នឹងជារឿងរបស់លោកឯងខ្ញុំនិយាយបែបហ្នឹងបែបផ្សេងទៅប៉ុន្តែបើសិនលោកព្រះសង្ឃលោកបួសហើយសិក្សារៀនសូត្រហើយយើងទៅអង្គុយតេះដៀលអាហ្នឹងអត់ត្រូវទេញាតិញោមអត់ត្រូវទេអញ្ចឹងមកលើកមកប៉ុណ្ណឹងគិតថាល្មមជ្រាបល្មមយល់ខ្លះហើយអំពីជីវិតរបស់អ្នកបួសរាល់ថ្ងៃនេះអញ្ចឹងអាត្មាសង្ឃឹមថាញាតិញោមនឹងយល់បើញាតិញោមបានស្ដាប់คลิปការចែកជូនជាធម្មទានរបស់អាត្មាហើយសង្ឃឹមថាញាតិញោមនឹងបានបើកចិត្តឲ្យទូលំទូលាយដើម្បីជាប្រយោជន៍ដល់សង្គមជាតិរបស់យើងក៏ដូចជាដើម្បីញាតិញោមយល់ដឹងអំពីពុទ្ធសាសនានឹងកាន់តែច្បាស់ផងដែរចឹងទេអាត្មាភាពមិនចង់លើកអីវិញឆ្ងាយពេកក៏លើកតែប៉ុណ្្នឹងគឺថាញាតិញោមបានយល់ហើយញាតិញោមបានជ្រាបហើយបានដឹងហើយអំពីជីវិតអ្នកបួសរាល់ថ្ងៃនេះមិនស្រួលដោយការគិតទេមិនដោយការគិតទេអញ្ចឹងការលើកឡើងរបស់ខ្ញុំកណ្ណាអាត្មាភាពនៅក្នុងថ្ងៃនេះពេលនេះម៉ោងនេះក៏មានតែប៉ុណ្្នឹងអញ្ចឹងញាតិញោមមានចម្ងល់អីឆ្ងល់អាច comment សួរខាងក្រោមបានខ្ញុំកណ្ណាអាត្មាភាពនឹងធ្វើការអាន comment ហើយនឹងឆ្លើយតប comment នឹងទៅញាតិញោមពុទ្ធបរិស័ទទាំងអស់គ្នាអញ្ចឹងយើងគិតថាការចែកជូនជាធម្មទាននឹងក៏មានតែប៉ុណ្្នឹងទេខុសឆ្គងត្រង់ណាលើសនោះមេត្តាញាតិញោមអធិស្ឋានខន្តីអភ័យទោសលើកទៅប៉ះពាល់អារម្មណ៍ប៉ះពាល់ទឹកបតីកណ្ណាលោកម្ចាស់គ្រប់ព្រះអង្គនឹងក៏សូមមេត្តាជួយបំពេញបន្ថែមដើម្បីជាប្រយោជន៍សម្រាប់សាសនារបស់យើងដើម្បីជាប្រយោជន៍សម្រាប់សង្គមជាតិរបស់យើងចឹងទេខ្ញុំកណ្ណាអាត្មាភាពមានតែប៉ុណ្ណឹងក៏សន្មតថាបញ្ចប់តែប៉ុណ្ណឹងសូមក្រាបថ្វាយបង្គំលាសូមចម្រើនពរលាសូមអរគុណនិងសូមអរគុណ